សូមស្វាគមន៍មកកាន់វីដេអូមេរៀនទូរស័ព្ទភាគ1មេរៀនទី16នៅក្នុងមេរៀនទី16នេះគឺយើងនឹងអនុវត្តបទ Jingle Bells តាមពិតបទនេះជាបទបរទេសប៉ុន្តែយើងយកមកហាត់រៀននៅលើឧបករណ៍ភ្លេងខ្មែរដោយសារតែបទនេះគឺមានភាពងាយស្រួលនៅក្នុងការលេងបទខ្មែរទោះបីជាបទតូចប៉ុណ្ណាក៏ដោយគឺវានៅតែលំបាកសម្រាប់អ្នកទើបតែចាប់ផ្ដើមរៀនទូរស័ព្ទបាទនៅក្នុងបទ Jingle Bells នេះគោលបំណងសំខាន់គឺឲ្យយើងចេះលេងតួខ្មៅតួសតួមូហើយនឹងតួទំពុកចូលគ្នាខ្ញុំសូមរំលឹកឡើងវិញថាតួខ្មៅនេះគឺ1វិនាទីលេងហើយយើងដល់ទៅហើយតែយើងមានក្បាលបបខ្មែរជើងត្រង់ហ្នឹងយ៉ាងហៅតួខ្មៅតួសគឺក្បាលបសហើយជើងត្រង់នេះតួសហ្នឹងគឺ2វិនាទីលេងហើយយើងរាប់2ចំណែកមួយទៀតគេហៅតួមូនេះដូចជាសូនអញ្ចឹងបាទអត់មានជើងអត់មានអីទាំងអស់អាហ្នឹងគឺ4វិនាទីពេលលេងហើយយើងទៅរាប់2 3 4បាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបានបង្ហាញពីជួរទី1របៀបផ្ទះដៃសិនចាំដល់ពេលវីដេអូទី17យើងនឹងបង្ហាញពីរបៀបលេងតែយើងលេងយ៉ាងម៉េចបាទអញ្ចឹងខ្ញុំសូមអានសិន1 2 3 4ឡា2ឡា2ឡាដូហ្វាសឡា2 3 4បាទនៅក្នុងនេះគេសរសេរខុសតាមពិតមិនមែនរេគឺឡាបាទនៅក្នុងបទជួរទី1នេះជាកបែបបទទី1នេះឡាវាមាន2គឺទី1ឡាខ្សែកដែលវានៅកន្លោះទី2យើងដឹងថាវាជាខ្សែកដោយសារដល់ឡានៅកន្លោះទី2រាប់ពីក្រោមឡើងមកលើមកកន្លោះទី2អញ្ចឹងយើងប្រើខ្សែកមករៀនចង្អុលតែដល់ពេលអាណោតចុងក្រោយឡាដែរតែវានៅលើបន្ទាត់ទី5ហើយមានវះពោះបន្តិចហ្នឹងណោតឡាខ្សែឯកដែលយើងត្រូវប្រើលេខខ្សែឯកកូនដៃបាទអញ្ចឹងខ្ញុំសូមអានបន្តទៀត1 2 3 4ឡា2ឡា2ឡាដូហ្វាសឡា2 3 4បាទសូមអនុវត្តការផ្ទះដៃនៅផ្ទះនៅពេលអនុវត្តស្ទាត់ហើយសាកលេងនៅលើឧបករណ៍នៅខ្លួនឯងជួបគ្នានៅក្នុងវីដេអូទី17